ត្រីឆ្ពិនអាំងជាមួយនឹងម្ជូរប៉េងប៉ោះបងប្អូនអរគ្នាដែរសាកធ្វើមុខម្ហូបមួយមុខនេះអត់ហើយបើផ្ទះខ្ញុំវិញចូលចិត្តធ្វើមែនតែនហ្មងនិយាយថាម្ជូរប៉េងប៉ោះហ្នឹងពេលបានដាក់ជាមួយនឹងត្រីអាំងហ្នឹងនិយាយពីថានិយាយទៅចាប់ជាតិគ្នាហ្មងមិនត្រឹមតែឆ្ងាញ់ទេណាហើយស្រួលធ្វើទៀតមុខម្ហូបមួយមុខហ្នឹងដំបូងឡើយយើងគ្រាន់តែលាងត្រីស្អាតហើយយកទៅអាំងហើយយើងរៀបប៉េងប៉ោះអីហ្នឹងយើងយកទៅអាំងស្របពេលគ្នាដែរណាជាមួយនឹងខ្ទឹមសខ្ទឹមក្រហមចាប៉េងប៉ោះកាលណាតែយើងយកទៅអាំងអញ្ចឹងនិយាយពីថាឈ្ងុយណាបងប្អូនអាំងឲ្យឆ្អិនក្រហមឲ្យឆ្អិនល្អមកហើយខ្ទឹមសខ្ទឹមក្រហមហ្នឹងក៏យើងអាំងឲ្យវាឆ្អិនដែរតោះមកយើងយកគ្រឿងផ្សំអានមុខហ្នឹងយើងយកមកបុកចូលគ្នាមកបងប្អូននិយាយថាបុកបដាភីក្លិនឈ្ងុយបដាហ្មងហើយបន្ទាប់មកយើងដាក់អំបិលទឹកត្រីទឹកស៊ីអ៊ីវបន្តិចណាស្ករសនិយាយរួមទៅតាមចំណូលចិត្តយើងចូលចិត្តផ្អែមយើងដាក់ស្កររៀងច្រើនតិចទៅតោះពីយើងដាក់គ្រឿងហើយអស់ហើយយើងចាក់ចូលចានមកបងប្អូនតែមិញខ្ញុំរៀងស្ទើស្ករបន្តិចចឹងខ្ញុំថែមស្ករបន្តិចទៀតឲ្យវារៀងដិតតិចណានិយាយទៅប្រៃផ្អែមជូរនោះឲ្យដិតចូលគ្នាហ្មងអញ្ចឹងมันឆ្ងាញ់ទឹកជ្រលក់យើងរួចរាល់ហើយបងប្អូនឃើញទេពណ៌តំណងហើយរសជាតិឆ្ងាញ់ទៀតបងប្អូនអើយខែស្រួលត្រីអញ្ចឹងណាបើយើងទិញបានត្រីឆ្ពិនល្អអញ្ចឹងណាយកមកអាំងកុំភ្លេចជាមួយនឹងទឹកជ្រលក់ប៉េងប៉ោះណាបងប្អូនអាចសាកធ្វើបានណាតនីឲ្យថាឆ្ងាញ់អស់បាយ2ចានដូចខ្ញុំដែរហ្មង